ចេញស៊ីលីងចាប់បានត្រីចំនួន45ជីនចេញស៊ីលីងចាប់បានត្រី50ជីននោះគឺការសាកល្បងខ្ញុំមានវិធីដើម្បីបញ្ជាក់ថាខ្ញុំមិនបានធ្វើទេការបន្លំតើវាអាចបញ្ជាក់បានដោយរបៀបណាខ្ញុំបានប្រាណុយដែលរៀបចំដោយហាងបញ្ចាំបើខ្ញុំចាប់ត្រីបាននោះបញ្ជាក់ថាខ្ញុំមិនបានបោកប្រាស់ទេថាត្រីទាំងអស់ដែលអ្នកធ្លាប់មានពីមុនចាប់បានដោយការបោកប្រាស់ថ្នាក់មុនរបស់ខ្ញុំត្រូវបានកំណត់ឡើងវិញទៅ0ហ៊ានប្រកួតប្រជែងជាមួយខ្ញុំទេរបស់ខ្ញុំត្រូវបានកំណត់ឡើងវិញទៅ0តើអ្នកហ៊ានប្រកួតប្រជែងជាមួយខ្ញុំទេតើខ្ញុំត្រូវខ្លាចអ្វីឥឡូវនេះខ្ញុំចាប់បានត្រីច្រើនជាងពី150ហើយឥឡូវនេះអ្នកមានទម្ងន់ត្រឹមតែ110តើអ្នកអាចប្រៀបធៀបជាមួយខ្ញុំដោយ3នាទីទៀតកណ្ដឹងសូមប្រញាប់ឡើងអ្នកគួរតែទទួលស្គាល់ការបរាជ័យអ្នកមិនអាចឈ្នះបានទេម្ចាស់ផ្ទះ Shop 25ឆ្មាអញ្ញាកណ្ដាលរបស់ដំបងនេសាទក៏មានបញ្ហាដែរហ៊ានរុញខ្ញុំម្លេះមកចាប់គាត់មកបងប្រុសចេងនេះជារឿងមិនទាន់បើគាត់ស្លាប់ថ្ងៃនេះតើអ្នកមិនកាន់តែព្រួយបារម្ភទេតើអ្នកចង់មានន័យយ៉ាងណាអ្នកគឺជាមនុស្សគ្មានឈ្មោះបរិសុទ្ធនេសាទអ្នកនឹងចាញ់ប្រសិនបើអ្នកបន្តប្រៀបធៀបបែបនេះអ្នកគួរតែទទួលស្គាល់ការបរាជ័យប្រសិនបើខ្ញុំមិនអាចបន្ទាប់មកអ្នកនឹងចាញ់យ៉ាងខ្លាំងឥឡូវនេះការប្រកួតបានឈានដល់នាទីចុងក្រោយហើយសូមត្រឡប់ទៅកន្លែងរៀងខ្លួនវិញការប្រកួតប្រជែងនៅក្នុងប្រទេសឥឡូវនេះខ្ញុំចាប់បានច្រើនជាងត្រី300ក្បាលត្រីអ្នកនៅតែតិចជាង200ជីនត្រីនៅសល់10នាទីទៀតក្នុងការប្រកួតទោះបីជាអ្នកនៅតែអាចចាប់បានត្រីឆ្អើ100ក្បាលអ្នកមិនអាចយកឈ្នះខ្ញុំបានទេបើគាត់ចាញ់ថ្ងៃនេះខ្ញុំប្រហែលជាលែងឆ្កែរបស់គាត់ចោលហើយបើគាត់ឈ្នះយើងត្រូវតែស្លាប់នៅថ្ងៃនេះបងប្រុសចេនអ្នកមិនចាំបាច់ប្រកួតប្រជែងទៀតទេអ្នកនឹងបាត់បង់ជីវិតប្រសិនបើអ្នកគួរតែប្រញាប់ហើយចាក់ចេញនៅតែចង់ឈ្នះត្រឹមតែ10នាទីប៉ុណ្ណោះគាត់មិនអាចចាប់ត្រីបានទម្ងន់100ជីន50គីឡូក្រាមទេលុះត្រាតែខ្ញុំមិនបានឃើញខុសទេពេលនេះមានកាសបនិមិត្តធំនៅក្នុងទឹកខ្ញុំមិនបានឃើញខុសទេពេលនេះមានកាសបនិមិត្តធំនៅក្នុងទឹកដងយានតើគាត់ក៏បានដឹងរឿងនោះដែរទេគាត់មិនអាចដឹងបានឡើយពេលវេលាប្រកួតឥឡូវនេះនៅសល់តែ5ពិន្ទុទៀតប៉ុណ្ណោះដឹងបច្ចុប្បន្នក្រុមដែលឈរនៅលំដាប់ទី1គឺ Chen Kenlin ទម្ងន់សរុបដែលនៅសល់គឺ300ឆ្មាចុងក្រោយគឺម្ចាស់ផ្ទះទម្ងន់សរុបនៃក្រឡាក្បឿងគឺ140ទៅវាប្រកាសណាស់ថាវានឹងមានទម្ងន់10ជីនការប្រកួតនេះគឺ Chen ស៊ីនមីងឈ្នះហើយអ្នកនិយាយមិនចេញវានៅតែអាចទ្រាំទ្របានជាអកុសលអ្នកលេងមានពេលទៀតហើយទោះបីជាពួកគេបានដល់សល់100តែបានទៀតគួរតែទទួលស្គាល់ការបរាជ័យនៅសល់5នាទីទៀតនៅសល់តែ5នាទីទៀតប៉ុណ្ណោះបងប្រុសចេនមិនអាចដួលបានទេត្រីមកដល់ហើយល្អណាស់ជីវិតរបស់គាត់ត្រូវបានសង្គ្រោះនេះមានរឿងធំមួយអ្នកអាចភ្លេចអំពីគាត់បានបងប្អូនឲ្យខ្ញុំផងនេះពិតជាហួសហេតុណាស់បើគាត់ហ៊ានចង់សម្លាប់ខ្លួនថ្ងៃនេះខ្ញុំចង់បានជីវិតរបស់គាត់ទេនៅសល់1នាទីទៀតឈុនគេកុំចង់សម្លាប់ខ្លួនឯងអ្នកនឹងស្លាប់ម៉ូយ៉ាងលេងគាត់ទៅខ្ញុំមិនធ្វើទេទីសកលស្ថានស៊ូក៏នឹងសម្លាប់សម្រាប់របស់អ្នកលេងទៅ5 4 3 2 1វិធីសាស្ត្រនេសាទត្រីដោយប្រើដំបងនេសាទមួយដែលឡងបច្ចេកទេសដែលអាចមានអ្នកពិតជាឡងយួនមែនព្រះបុកបរោះយ៉ាម៉ាហា 21.5 ជីនព្រះសំខាន់យ៉ាម៉ាហា 21.5 ជីនមានតែឡងយួនទេដែលមានកន្លែងបែបនេះពិតជាឡងយួនមែន idol របស់ខ្ញុំដងយានវាពិតជាគាត់មែនលោកឡុងយានសូមទទួលខ្ញុំជាសិស្សដើម្បីបានជាអ្នកប្រព្រឹត្តចំពោះខ្ញុំបែបនេះតើអ្នកចង់ឲ្យខ្ញុំយកអ្នកជាសិស្សរបស់ខ្ញុំទេខ្ញុំសូមនឹងស្លាប់ខ្ញុំសូមនឹងស្លាប់ខ្ញុំពិតជាសូមទោសផងលោកឡុងយានខ្ញុំ Chen Kenlin តើអ្នកហ៊ានក្បត់ខ្ញុំដោយរបៀបណាខ្ញុំចង់នាំអ្នកទៅឆ្ងាយជារៀងរហូតផ្លូវឌីវៃត្រូវបានដកចេញជាអ្នកផ្ដល់ឲ្យខ្ញុំនៅការបណ្ដេញចោលចង់គោរពជាឡុងយានជាគ្រូបង្រៀនជាឌីខំជាឆ្កែក្បត់ជាតិខាងលិចបងប្រុសចេងហ៊ានធ្វើបែបនេះនៅចំពោះមុខខ្ញុំមែនទេមីបោះខ្លួនអ្នកទៅក្នុងដៃរបស់សម្រាមមួយដុំនេះរីកាលូហេងឲ្យគាត់ទៅគាត់ស្ថិតនៅក្នុងតំណែងរបស់ខ្ញុំឥឡូវនេះអ្នកគ្រាន់តែលេងជាមួយឧបករណ៍ជំនួយការសាមន្ទីរតើវាជាអ្វីលូវហ៊ូហ៊ាន
អ្នកបានប្រព្រឹត្តដោយមិនប្រុងប្រយ័ត្នមែនឥឡូវនេះខ្ញុំត្រឡប់មកវិញហើយអ្នកមិនត្រូវអនុញ្ញាតឲ្យធ្វើអំពើអាក្រក់ថាគាត់ជាអ្វីពិសេសហ៊ានឥឡូវកំពុងធ្លាក់ពីលើអាគារខ្ញុំចាត់ទុករឿងនេះជាការព្រមានដល់ទីក្រុងជាព្រះម្ចាស់រដ្ឋមន្ត្រីក្រសួងនេសាទត្រឡប់ទៅវិញលោកអណ្ដែតទឹករបស់អ្នកខ្ញុំឈ្មោះឡុងយៀនឡុងយួនបាត់5ឆ្នាំប្រហែលជាគាត់ស្លាប់ទៅហើយអ្នកបាននិយាយថាអ្នកគឺជាឡុងយួនតើមានភស្តុតាងអ្វីខ្លះនេះជាភស្តុតាងនេះគឺជាថ្មសារធាតុត្រីតើស៊ីអាចមានវិញ្ញាណត្រីដោយរបៀបណាថ្មខ្ញុំមិនបានមើលខុសទេអ្នកពិតជាឡុងយួនមែនអាញាកណ្ដាលជាន់ខ្ពស់ឥឡូវនេះបានលេចចេញមកសូមប្រកាសពីការបញ្ចប់នៃការប្រកួតប្រជែងផ្លែឈើខ្ញុំប្រកាសអ្នកឈ្នះនៃការប្រកួតប្រជែងនេះបាទចាស់កណ្ដាលជាន់ខ្ពស់ថ្មមេជីវិតត្រីរបស់គាត់គឺខ្លាញ់ខ្លាយនៃអ្នកកំពុងនិយាយមិនសមហេតុផលគ្រួសារលូជាទីគោរពរបស់ខ្ញុំដណ្ដើមអំណាចនេសាទរយៈពេល5ឆ្នាំជាប់គ្នាព្រះអ្វីដែលខ្ញុំបាននិយាយគឺជាការពិតវូហៀនអ្នកគឺជាវាគ្រាន់តែជារបស់ល្អបំផុតនៅក្នុងពិភពនេសាទអ្នកបានរំខានដល់ស្មារតីនៃហ្គេមធ្វើពុតជាឡុងយួនហ៊ានបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំយ៉ាងណាអ្នកទស្សនាចាប់គាត់ម៉ាវីនខ្ញុំលោកវូហេដោះលែងឆែនបងប្រុសច្បងខ្ញុំជាសិស្សរបស់អ្នកដែលមិនទាន់ត្រឡប់មកវិញខ្ញុំបានដឹកនាំវីរបុរសដ៏អស្ចារ្យឲ្យត្រូវបានហាតាផលប៉ះពាល់គឺរាប់រយពាន់លានយ៉នអ្នកគ្រាន់តែគិតអំពីរឿងនោះទេឥតប្រយោជន៍លោកវូហេអ្នកគួរឲ្យស្អប់ខ្ពើមខ្មាស់អៀនសំបីតែបងប្រុសឆែនក៏ជាសំបីតែសក់ក៏មិនអាចប្រៀបធៀបបានដែរកូនប្រុសអ្នកមាននិងអ្នកមានអំណាចដ៏អាក្រក់របស់អ្នកខ្ញុំសម្លាប់អ្នកលោកវូហៀនលេងគាត់ទៅយកពងដរាបណាអ្នកលុតជង្គង់ចុះលុតជង្គង់3ដងសូមអង្វរខ្ញុំឲ្យទុកជីវិតខ្ញុំផងខ្ញុំអាចឲ្យគាត់ទៅបានបងប្រុសចេនកុំបារម្ភពីខ្ញុំអីមានរឿងអ្វីអ្នកមានអារម្មណ៍អាណិតខ្ញុំមែនទេបងប្រុសចេងអ្នកគួរតែប្រញាប់ហើយចាក់ចេញតើអ្នកនឹងលុតជង្គង់ឬអត់តើអ្នកនឹងលុតជង្គង់ឬអត់លូវូហៀនគ្រូសាលូរបស់អ្នកមានអាយុយ៉ាងហោចជាងគ្រូសាធំមួយតើអ្វីដែលអ្នកអាចធ្វើបានគឺគ្រាន់តែញាតទៅរកបិទក៏លះឈ្នះនៅទីបញ្ចប់មានអ្វីខុសជាមួយការប្រើល្បិចមួយចំនួននេះត្រូវបានគេហៅថាលើសង្គ្រាមមិនដែលគួរឲ្យធន់ទ្រាំទេមិនថាអ្នកប្រើល្បិចអ្វីក៏ដោយម្ចាស់របស់ខ្ញុំគឺជាម្ចាស់ពិតនៃការនេសាទគាត់ធ្លាប់ទៅ10ដងជាប់គ្នាបើមិនមែនដោយសារឆ្នាំដែលឈ្នះអ្នកទេមនុស្សទាំង5នាក់នេះធ្លាប់រងគ្រោះគាត់នៅតែអ្នកជំនាញនេសាទកម្ពុជានៃដាស៊ីត្រូវបានគោរពដោយទាំងអស់គ្នាពិតមកទៅខ្ញុំនឹងនិយាយវាយ៉ាងណាក៏ដោយផលរបស់អ្នកក្នុងរយៈពេល5ឆ្នាំសេរីរងទាំងអស់បានមកពីចៅហ្វាយរបស់ខ្លួនអ្នកមិនអាចតាមម្ចាស់ខ្ញុំតតែសោះពោពីព្រោះម្ចាស់របស់ខ្ញុំជាអ្នកនេសាទព្រះហើយអ្នកវាអាចចាត់ទុកថាជាលូទឹកស្អុយតែពេលដល់ស្អុយរលួយពិតមកទៅលូហៀនអ្នកស្ថិតនៅក្នុងកន្លងកណ្ដាលញ៉ាឲ្យអ្នកដណាចោលជាដាច់ខាតអ្នកគ្មានអ្វីក្រៅពីកាកសំណងងាប់តើអ្នកអាចធ្វើអ្វីបានចំពោះខ្ញុំលូហៀនតើអ្នកចង់ធ្វើអ្វីលូហានឈប់ប្រសិនបើខ្ញុំកាត់សរសៃពួររបស់អ្នកមិននិយាយពីព្រះនៃការនេសាទទេការប៉ាន់ស្មានយកដំបងនេសាទមួយដែរផ្ញើយន្តហោះទៅមិនចង់អ្នកហ៊ានតើអ្នកគិតថាខ្ញុំហ៊ានទេឈប់បេវាគឺជាអ្នកចាប់ព្រះសង្គ្រាមតាមពិតស្ប៉ារ៉ូបានចូលនិវត្តន៍ហើយចាប់ព្រះសង្គ្រាមលូហៀនក្មេងតូចឲ្យតាមពិតទៅចងចាំខ្ញុំជាការពិតណាស់ខ្ញុំចាំបានបន្ទាប់មកខ្ញុំនឹងឡុងយៀនចូលយើងខ្លាយជាសិស្សជាមួយគ្នាប៉ុន្តែអ្នកគេគ្រាន់តែលើកឡើងថាឡុងយួនគឺជាសិស្សរបស់បន្ទាប់មកអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំមិនបានយកអ្នកការនេសាទធម្មជាតិរបស់ឡុងយួនពិធីរួបរวมដ៏បរិសុទ្ធគ្រាន់តែមើលងាយខ្ញុំប៉ុណ្ណឹងហើយស្នាដៃដ៏អស្ចារ្យមួយគាត់ពូកែនេសាទដោយធម្មជាតិត្រីតែគាត់យល់ពីការនេសាទបានល្អជាងផ្លូវវាស្ថិតនៅក្នុងបេះដូងជាការអត់ធ្មត់ការតស៊ូក៏ជាការធ្វេសប្រហែសដែរប៉ុន្តែអ្នកចង់ឈ្នះលេងឲ្យខ្លាំងគ្មានការគោរពចំពោះការនេសាទទេបេះដូងអ្នកនិយាយបានល្អណាស់តើអ្នកណាមិនចង់ឈ្នះតើលោកលីជូឆេងមិនចង់ឈ្នះទេមិនចង់ឈ្នះទេប៉ុន្តែឈ្នះមិនមែនជាគោលបំណងតែមួយគត់ទេប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺឈ្នះលូហ៊ានអញហ៊ានម្លេះលោកខ្លួនតើនេះជាអ្វីអ្នកទាំងអស់គ្នាខ្ញុំនឹងមិនអនុញ្ញាតឲ្យពួកគេណាម្នាក់ទៅណាឡើយការតែកំភ្លៀងនេះខ្ញុំនឹងវាអ្នកគ្មានមេត្តារបស់ខ្ញុំការតែកំភ្លៀងនេះអ្នកបានធ្វើអំពើអាក្រក់នឹងក្រុមរៃបង្កគ្រោះការតែកំភ្លៀងនេះខ្ញុំនឹងបន្តធ្វើកំហុសដែលជាមួយអ្នកពីការប្រាជ្ញចិត្តហ៊ានវាខ្ញុំយ៉ាងម៉េច
អ្នកស្ទើរតែសម្លាប់ម្ចាស់របស់អ្នកគាត់បានទេកំភ្លៀងអ្នក3 ដងអ្នកបានចុះចេញយ៉ាងស្រួលតែមិនទាន់បានសារភាពកំហុសថ្ងៃនោះខ្ញុំនឹងការពារយុទ្ធធរក្នុងនាមស្ថានសុខ